បាទសួស្តីទៅកាន់បងអូនទាំងអស់គ្នាដែរថ្ងៃនេះដែរគឺខ្ញុំធ្វើការបង្ហាញពាក់ព័ន្ធជាមួយការចាក់សោនៅលើTelegram ដោយសារមួយរយៈហ្នឹងគឺ Telegram មានអ្នកព្យាយាម hack ចូលច្រើនណាស់អញ្ចឹងដើម្បីយើងការពារកុំឲ្យគេងាយក្នុងការ hack អញ្ចឹងពាក់ព័ន្ធជាមួយនឹងការពារនៅលើ Telegram នេះដើម្បីចាក់សោនេះគឺបាន80 ទៅ 90% ដែរក្នុងការការពារដើម្បីកុំឲ្យគេ hack តាមរយៈ Telegram អញ្ចឹងដូចជាវគ្គមុនខ្ញុំធ្វើការបង្ហាញពីរបៀបទៅលើ file មួយចំនួនដែលយើងអាចធ្វើការចុចលើវាគឺបាត់ Telegram តែម្ដងវីដេអូមុនអញ្ចឹងវីដេអូនេះគឺការពារកុំឲ្យគេ hack គឺធ្វើការចាក់សោទៅលើ Telegram អញ្ចឹងជាដំបូងគឺខ្ញុំធ្វើការបង្ហាញទៅលើសៀវភៅតែម្ដងជា file PDF ដោយសារងាយស្រួលក្នុងការបងប្អូនទាំងអស់គ្នាមើលបាទអញ្ចឹងដូចចំណុចទី1នេះអញ្ចឹងដើម្បីធ្វើការពារចាក់សោបានទី1គឺយើងត្រូវចូលមកTelegram របស់យើងមកហើយយើងមិនឃើញត្រេ3ដោយសារឡើយនេះគឺខ្ញុំបាំងរូប profile របស់ខ្ញុំបាទអញ្ចឹងយើងចូលមកយើងឃើញត្រេ3ចុចត្រេ3បន្ទាប់ពីយើងចុចត្រេ3ហើយវានឹងចេញជាទម្រង់បែបនេះនៅក្នុង Telegram អញ្ចឹងយើងអាចមើលចំណុចទី1ចាចំណុចទី1គេថាជាដំបូងយើងត្រូវចុចពាក្យថា setting បាទនេះសញ្ញាព្រួយណាសញ្ញាព្រួយនេះគឺសម្ដៅថាយើងចុចសញ្ញា setting នេះមកបន្ទាប់ពីយើងធ្វើការចុចសញ្ញា setting នេះហើយមកដល់ចំណុចទី2អញ្ចឹងចំណុចទី2នេះគឺយើងត្រូវធ្វើការចុចពាក្យ Pranic Add បាទកន្លែងរូបកូនសោនេះសញ្ញាព្រួយនេះគឺធ្វើការចុចវាមកបន្ទាប់ពីចំណុចទី2នេះហើយយើងអាចចូលមកចំណុចទី3បាទហើយចំណុចទី3នេះគឺដូចគ្នាទេគឺយើងគ្រាន់តែធ្វើការចុចពាក្យ To Start App កន្លែងរូបសញ្ញាកូនសោដូចគ្នាទី1នេះបាទបន្ទាប់ពីយើងធ្វើការចុចហើយវានឹងចេញជាទម្រង់បែបនេះបាទចំណុចទី4នេះគឺគេឲ្យយើងធ្វើការ create ទៅលើ password អញ្ចឹង password នេះគឺមានសារៈសំខាន់មែនបាទអញ្ចឹងយើងនឹងធ្វើការចេញជាទម្រង់បែបនេះវាដាក់ create password អញ្ចឹងយើងធ្វើការចុចទៅលើ create password បន្ទាប់ពីយើងធ្វើការចុចទៅលើ create password នេះហើយវានឹងចេញជាចំណងបែបនេះបាទចំណុចទី5នេះចំណុចទី5នោះគេនឹងដាក់ថាចំណុចទី5យើងត្រូវធ្វើការដាក់លេខសម្ងាត់6តុងចូលលេខសម្ងាត់នោះដាក់ហើយត្រូវតែចាំខ្លួនឯងមិនត្រូវឲ្យអ្នកផ្សេងដឹងឡើយបាទលេខពាក្យសម្ងាត់ដែលយើងដាក់នេះដាក់ខ្លួនឯងកុំឲ្យអ្នកផ្សេងដឹងបើសិនជាអ្នកផ្សេងដឹងគាត់អាចចូល account យើងបានឬក៏បាត់ account យើងបាទអញ្ចឹងយើងដាក់ទៅលេខ6តុងយើងដាក់បន្ទាប់ពីយើងដាក់ខាងលើដាក់លេខហើយលេខ password យើង6តុងហើយអញ្ចឹងខាងក្រោមដាក់លេខគ្នាបាទដូចខាងលើដែរបន្ទាប់ពីយើងធ្វើការដាក់ហើយមកដល់ចំណុចទី6គឺយើងអាចពេលដែលអធិស្ឋានសូមបកឡើងលើបន្តិចចំណុចទី5ពេលដែលយើងធ្វើការដាក់ password គឺយើងធ្វើការចុច coffee នេះឥឡូវតមកដល់ចំណុចទី6នេះគឺចំណុចទី6បន្ទាប់ធ្វើការដាក់ password ចូលហើយយើងធ្វើការដាក់ពាក្យនេះកន្លែងនេះបាទ continue នេះចឹងមកដល់ចំណុចទី7គេសួរយើងថាយើងត្រូវការដាក់ Gmail ឬអត់មានបន្តទេតែភាសាខ្ញុំអត់ដាក់ Gmail ទេគឺខ្ញុំដាក់តែ password ទេបើយើងដាក់ Gmail ទេគឺយើងធ្វើការចុចលេខ script នេះមកបាទធ្វើឲ្យវានឹង load auto តែម្ដងជើងវាចេញជាទម្រង់បែបនេះមានសួរយើងដាក់សួរថាដាក់ Gmail ឲ្យលេខនេះបាទយើងចង់ដាក់ក៏បានអត់ក៏បានដែរបើយើងចង់ដាក់យើងអាចទៅបញ្ចូល Gmail យើងចូលទៅហើយបន្ទាប់មកគឺយើងចុចពាក្យថា save as funny នេះមកបើយើងអត់ធ្វើការដាក់ទៅលើ Gmail ទេគឺយើងអាច
ចុចស្រៀបនេះបានបាទ Gmail នេះបានចុចលើនេះមកគឺយើងអាច save ហើយចឹងមកដល់ចំណុចទី9នេះវានឹងធ្វើការបោះកូដឲ្យយើងបាទកូដនេះដែរគឺកូដ Gmail ដែលយើងធ្វើការបញ្ចូលបាទបញ្ចូល Gmail ចូលហើយវានឹងធ្វើការបោះកូដ6តុងតាមរយៈ Gmail ចឹងយើងអាចធ្វើការបោះcopy កូដយើងយកមកដាក់មកហើយបន្តមកគឺយើងចុច file នេះមកហើយបើយើងដាក់ Gmail ក៏បានដែរបាទអញ្ចឹងយើងតែប៉ុណ្្នឹងទេបាទសូមអរគុណ